តោះទៅអ្នកនាងជាវពួកយើងទើបតែស្គាល់គ្នាទេណាហើយយ៉ាងម៉េចនិយាយរឿងរៀបការលើនេះវាលឿនពេកហើយពួកយើងមិនទាន់ទាំងស្គាល់ចិត្តគ្នាផងខ្ញុំមិនខ្វល់ទេការរៀបការតាមការបង្គាប់នឹងធ្វើឲ្យខ្ញុំបាត់បង់អំណាចក្នុងគ្រួសារមានតែការរៀបការជាមួយលោកទេទើបខ្ញុំអាចបដិសេធបានលោកកុំបារម្ភអីខ្ញុំត្រូវការត្រឹមតែឈ្មោះជាប្តីប្រពន្ធប៉ុណ្ណោះមិនបាច់រស់នៅជាប្តីប្រពន្ធពិតប្រាកដក៏បានរឿងរៀបការមិនមែនជារឿងលេងសើចទេខ្ញុំមិនអាចធ្វើតាមអ្នកនាងបានឡើយឆេងសេងតោះពួកយើងទៅផ្ទះវិញលោកប៉ានៅសាលាមិត្តភក្តិម្នាក់សុទ្ធតែមានម៉ាក់មានតែកូនម្នាក់គត់ដែលគ្មានកូនក៏ចង់មានម៉ាក់ដូចគេដែរឆេងសេងកូនសម្លាញ់គុំយំអីណាគុំយំអីគឺមកពីប៉ាមិនល្អប៉ាសុំទោសលោកកុំបារម្ភអីឲ្យតែខ្ញុំរួចផុតពីការបង្ខំឲ្យរៀបការខ្ញុំនឹងលែងលះជាមួយលោកភ្លាមពួកយើងនឹងលែងពាក់ព័ន្ធគ្នាទៀតហើយកុំលែងលះអីឆេងសេងចង់ឲ្យអ្នកនាងធ្វើជាម៉ាក់របស់កូនរហូតទៅបានទេទីបំផុតកូនអាចងើបមុខឡើងវិញនៅសាលាបាត់ពេញចិត្តហើយមែនទេទៅថ្ងៃមុខត្រូវស្ដាប់បង្គាប់អ្នកនាងឈៀវឬទេដឹងហើយលោកប៉ាភ្លីភ្លើកុំតន់ហៅប្រពន្ធអីចាំបន្តិចទៀតលេខារបស់ខ្ញុំ